ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នានៅឡាសៀរបស់ក្រុមហ៊ុន Kumic សម្រាប់ឡាសៀរបស់យើងនេះយើងមានរហូតដល់3ជម្រើសបងប្អូនជ្រើសរើសយើងមានជម្រើស8បន្ទាត់12បន្ទាត់និង16បន្ទាត់មួយដែលខ្ញុំកំពុងបង្ហាញនេះគឺ8បន្ទាត់មួយឈុតវានឹងមកជាមួយនឹងថ្ម2ឆ្នាំងសាក1ជើងចាប់ជាប់អញ្ចាំងជើងសម្រាប់សេរីឡើងចុះហើយនឹងជើងបញ្ឈរនេះបងប្អូនអញ្ចឹងអូផ្លិចយើងមានតេឡេមួយទៀតអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នានៅការប្រើប្រាស់តេឡេមួយនេះសម្រាប់ option នៃតេឡេនេះយើងប្រើដូចនៅលើប៊ូតុង3នេះដូចគ្នាវាមានអក្សរ H អក្សរ V និងពាក្យថា out អញ្ចឹងខ្ញុំនឹងបញ្យល់បងប្អូនមួយ V ហ្នឹងមកពីពាក្យអង់គ្លេសថា vertical H នេះមកពីភាសាអង់គ្លេសថា horizontal អញ្ចឹងបងប្អូនបាច់ឆ្ងល់ទេស្អីគេ vertical horizontal ហ្នឹងគឺ H បន្ទាត់ដេក V បន្ទាត់ឈរអញ្ចឹងខ្ញុំចុច H បន្ទាត់ដេកចុចមកឃើញទេឃើញបន្ទាត់ដេកទេអញ្ចឹង V បន្ទាត់ឈរចុចមកឃើញអត់បងប្អូនអញ្ចឹងជាទូទៅឡាសៀយើងដែលយើងប្រើបើសិនជាវាផ្អៀងចាវានឹងស្រេចថាតែផ្អៀងហើយអញ្ចឹងបងប្អូនចង់ផ្អៀងវាផ្អៀងចេះផ្អៀងបាន45ដឺក្រេប៉ុន្តែកុំឲ្យវាស្រេចធ្វើមកចុចអក្សរ out នេះចុច out ចុចជាប់មក hold វាជាប់ដល់ទៅវាលេខស្រេចវាថាយើងអាចប្រើវាបានហើយអូខេហើយយើងអាចចុចវាឲ្យភ្លឺជាងមុនបានបើសិនជាវាអត់សូវភ្លឺបងប្អូនចុច out មកប៉ាក់មកខ្សោយជាងមុនសញ្ញោចុចមកប៉ាក់ទៀតមកសញ្ញោបន្ទាប់មកភ្លឺខ្លាំងអូខេយល់បានអញ្ចឹងសម្រាប់បងប្អូនដែលមានជំរឿសត្រូវការឡាសៀអាចតាក់ទងមកខាងក្រុមហ៊ុន Kumic របស់យើងបានយើងមាន3ជំរឿសខ្ញុំបញ្ជាក់ម្ដងទៀតមាន8បន្ទាត់12បន្ទាត់និង16បន្ទាត់អរគុណ